យកទៅឆ្ងាយទូរទស្សន៍ខ្មៅនេះខ្ញុំបានទិញវាជាមួយនឹងប្រាក់រង្វាន់ប្រចាំឆ្នាំរបស់ខ្ញុំហឹមយកទៅឆ្ងាយយកពួកវាទៅឆ្ងាយយកទៅឆ្ងាយមានតែអ្នកទាំងពីរទេឥឡូវនេះយកទៅឆ្ងាយបងប្រុសវេនប៊ីនតើអ្នកយល់យ៉ាងណាចំពោះស៊ូវ៉ាន់និងខ្ញុំអ្នកណាស្អាតជាងវ៉ាន់គឺជាស្រីស្អាតដ៏អស្ចារ្យភាពស្រស់ស្អាតរបស់អ្នកគឺទាបជាងស៊ូវ៉ាន់ប្រៀបធៀបភ្នែករបស់ខ្ញុំជាមួយស៊ូវ៉ាន់និយាយថាមួយគឺទំពាំងបាយជូរហើយមួយទៀតគឺ raisins តើអ្នកនឹងរៀបការជាមួយខ្ញុំនៅពេលណាតើនេះជាអ្វីទៅអ្វីទាំងអស់របស់អ្នកត្រូវបានចាក់ចេញហេតុអ្វីបានជាអ្នកធ្វើដូច្នេះជីវិតមុននេះត្រូវបានលំងដោយវ៉ាងវេនប៊ីនឲ្យឡើងតំណែងកំពូលនាងថែមទាំងក្លាយជាប្រពន្ធអភិបាលក្រុងហើយរុញខ្ញុំឲ្យស្លាប់សូមកុំគិតដល់ពេលនេះពេលបងប្រុសវេនប៊ីនចូលមកដូច្នេះគាត់បានបោះខ្ញុំនៅលើគ្រែវ៉ាន់នេះនឹងរៀបការជាមួយអ្នកផ្សេងតើអ្នកមិននិយាយទេត្រាប់ណាខ្ញុំចូលរៀននៅមហាវិទ្យាល័យនោះគឺដោយសារតែខ្ញុំមិនចង់ឲ្យអ្នករំខានខ្ញុំវេនប៊ីនស៊ូវ៉ាន់នេះបានដេកជាមួយនឹងខោក្នុងប្រទេសនៅតែចង់រៀបការជាមួយគាត់បាទត្រឹមត្រូវហើយខ្ញុំគិតថាអ្នកជាត្បូងស្នេហ៍សុទ្ធខ្ញុំមិននឹកស្មានថានាងជាមនុស្សស្លូតទេការដឹកជញ្ជូនលឿន 1000 រូបខ្ញុំចង់រៀបការសម្រាប់ការរៀបការជាមួយប្រពន្ធនេះចំចុះហេតុអ្វីបានជាមានគម្រោងរៀបការរបាយការណ៍ពាក្យសុំរៀបការរបស់ខ្ញុំត្រូវបានដាក់ជូននៅពេលដែលរបាយការណ៍ពាក្យសុំរៀបការត្រូវបានអនុម័តយើងនឹងរៀបការឆាប់នេះតើគាត់ល្អជាងខ្ញុំយ៉ាងម៉េចសុំទោសជូតុងរ៉ែងខ្ញុំបានគិតដោយប្រុងប្រយ័ត្នហើយនឹងមិនផ្លាស់ប្ដូរទេហើយខ្ញុំគឺសម្រាប់នាងស្រឡាញ់នៅពេលមើលឃើញដំបូងអ្នកបានរៀបការហើយបន្ទាប់មកគូស្នេហ៍របស់អ្នកពិតជាសប្បាយចិត្តណាស់លោកវ៉ាងវេនប៊ីនតើអ្នកមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីវាខ្ញុំស្បែកជើងខូចនេះបុរសណាម្នាក់អាចគេងបានប៉ុន្តែខ្ញុំពិការភ្នែកដើម្បីបន្តដេញតាមអ្នកស្បែកជើងដែលខូចពិតប្រាកដខ្ញុំគិតថាអ្នកស្លៀកពាក់ល្អមែនទេបើមិនជឿទេទៅមើលកូនក្រមុំតូចស្លូតត្រង់របស់អ្នកមានបញ្ហាក្រហមមែនទេកុំស្ដាប់សម្ដីរបស់កូនឆ្កេងនេះតើអ្នកមិនជឿខ្ញុំទេមើលថាតើប្រពន្ធដែលអ្នកនឹងរៀបការស្អាតឬអត់ខ្ញុំបានច្របាច់គាត់អ្នកឲ្យស្លាប់កាលពីតូចខ្ញុំទុកឲ្យអ្នកធ្វើបាបកូនស្រីរបស់ខ្ញុំសូមជួយខ្ញុំស៊ីវលីខ្ញុំមិនមានន័យអ្វីផ្សេងទៀតទេយ៉ាងណាមិញវាជាលើកដំបូងរបស់ខ្ញុំស៊ីវលីយករំពាត់មកខ្ញុំនឹងសម្លាប់មនុស្សទុច្ចរិតនេះនៅថ្ងៃនេះកូនស្រីចិញ្ចឹមរបស់គ្រូសាឈីនមានបញ្ហាត្រូវគេវាយរហូតដល់ស្លាប់គ្រូសាឈីនផ្ដល់ជូនអ្នកនៅអាហារនិងភេសជ្ជៈមិនជៀនវីម្ដាយគាត់វាយមុនអីចឹងខ្ញុំទុកមិនបានទេគាត់គឺជាម្ដាយរបស់អ្នកបើខ្ញុំទុកឲ្យអ្នកស្លាប់ក៏អ្នកមិនអាចទល់បានដែរខ្ញុំបានអត់អន់ឲ្យអ្នកអស់រយៈពេល20ឆ្នាំតើខ្ញុំត្រូវស៊ូទ្រាំទៀតទេពួកគេទាំងអស់និយាយថាខ្ញុំជាស្រីអ្នកមានពិតប្រាកដនៅក្នុងទីក្រុងប៉ុន្តែមនុស្សឆ្លាតនៃគ្រូសាឈីននេះឪពុករបស់ខ្ញុំបានធ្វើបាបខ្ញុំដោយវាយដំណឹងជេរខ្ញុំអ្នកបានរួមភេទជាមួយសាងឡៃសីកាលពីយប់មិញរួមភេទជាមួយវ៉ាងវេនប៊ីនថ្ងៃនេះស្លុតមិនមានមនុស្សល្អនៅក្នុងគ្រួសារឈីនរបស់អ្នកទេប៉ាលេងបានល្អខ្លាញ់ខ្លាយបែបនេះគួរតែវាយឲ្យស្លាប់ឈប់វ៉ាន់ជឿទេគាត់គឺជាគូដណ្ដឹងរបស់ខ្ញុំលូឆេងឈួននិស្សិតមហាវិទ្យាល័យមិនចង់រៀបការជាមួយក្មេងស្រុកទេអ្វីដែលជាអ្នកចាញ់ការមើលឃើញខ្លីបងប្រុសវេនប៊ីនខ្ញុំនឹងក្លាយជាមន្ត្រីជាន់ខ្ពស់នាពេលអនាគតស៊ូវ៉ាន់មានពេលលំបាករបស់គ្រួសារឈីនគ្រប់គ្រាន់ហើយចាប់ពីពេលនេះទៅខ្ញុំនឹងស្រឡាញ់គាត់គ្រាន់តែអ្នកជាទាហានក្រីក្រខ្សែដៃមាសក្រវិលមាសចិញ្ចៀនមាសខ្សែដៃក្រាស់បែបនេះនេះគឺជាកាក់មាស3ដែលខ្ញុំបានផ្ដល់ឲ្យអ្នកបន្ទាប់ពីយើងរៀបការខ្ញុំនឹងរៀបចំគ្រប់យ៉ាងឲ្យអ្នករាល់គ្នា3វេននិង1យប់ស៊ូវ៉ាន់អ្នកធ្វើបាបខ្ញុំបែបនេះត្រូវបង់ប្រាក់គ្រាន់តែប្រើតោមាសរបស់អ្នកដើម្បីប៉ះប៉ូវខ្ញុំមិនក៏បាត់លុយថ្ងៃនេះអ្នកបាត់បង់លុយនៅថ្ងៃនេះទៅការិយាល័យសន្តិសុខសាធារណៈបណ្ដុំនៃវត្ថុខ្វក់អ្នកនៅតែចង់ឲ្យខ្ញុំបង់ប្រាក់ឲ្យអ្នកចង់បន្ទោសស៊ូវ៉ាន់សម្រាប់គ្រប់យ៉ាងមកតែមួយតើប៉ូលីសអាចជឿបានដោយរបៀបណាប្រសិនបើកម្រាលពូករបស់អ្នកកំពុងហោះហើរគ្រប់ទីកន្លែងវាត្រូវតែគួរឲ្យរំភើបគ្រប់គ្រាន់អ្វីផ្ដល់ឲ្យខ្ញុំនៅកាមេរ៉ាខ្ញុំចង់ឲ្យអ្នកផ្ដល់ឲ្យខ្ញុំមកវិញនៅខ្លាញ់របស់អ្នកតើអ្នកត្រឡប់មកវិញនៅរំពាដែលអ្នកធ្លាប់វីវ៉ាន់ទេប្រសិនបើខ្ញុំមានរូបថតក្រែនៅគ្រប់ទីកន្លែងតើខ្ញុំអាចរស់នៅដោយរបៀបណាកូនខ្ញុំត្រូវទទួលខុសត្រូវច្បាស់ជាស្រីខូចខ្ញុំនឹងថតរូបឥឡូវនេះខ្ញុំបានចំណាយ800យួនដើម្បីទិញខ្សែភាពយន្ត 3D ម៉ាស៊ីនគម្រោងអំណោយកាត់ឥតពណ៌ខៀវខ្ញុំចង់បាន1000គ្រួសារយើងមិនអាចមានលុយច្រើនទេល្អមកមើលទាំងអស់គ្នាប្តីប្រពន្ធចាស់នៃគ្រួសារឈីនមានភាពអៀនខ្មាស់ជួយអ្នកដទៃលួចមនុស្សនិងសាងធានខ្ញុំជាមនុស្សពេញវ័យប៉ុន្តែខ្ញុំមិនប្រកាន់ទេបើខ្ញុំមានកេរ្តិ៍ឈ្មោះបន្តិចប្រសិនបើស៊ីវលីផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះរបស់នាងគាត់នឹងមិនអាចរៀបការបានទេខ្ញុំអាចផ្ដល់ប្រាក់នេះប៉ុន្តែអ្នកត្រូវតែរៀបការជាមួយស៊ីវលីបើមិនដូច្នេះទេភាគីទាំងសងខាងនឹងត្រូវខូចខ្ញុំនឹងរៀបការជាមួយនាងដរាបណាលុយនៅនឹងកន្លែងខ្ញុំសន្យាទោះបីជាមាត់របស់ខ្ញុំរមាស់ក៏ដោយជួបទល់នឹងជញ្ជាំងខ្ញុំនឹងមិននិយាយពាក្យផ្សេងទៀតទេប្រគល់ប្រាក់សម្បត្តិមួយដៃចាប់ពីពេលនោះមកយើងលែងមានទំនាក់ទំនងទៀតហើយចុះខ្ញុំពូកែម្លេះអំណោយ1000យួនងាយស្រួលដោះស្រាយក្រៅពីការអនុគ្រោះប្រុសជាងក្មេងស្រីលោកស្រីស៊ូមិនអាក្រក់ពេកទេផ្ដល់ប្រាក់នេះឲ្យនាងខ្ញុំមិនចង់ឲ្យនាងនិយាយពីឪពុកខ្ញុំទៀតទេអ្នកពិតជាចិត្តល្អប្រសិនបើការរញ៉េញ៉ៃរវាងអ្នកទាំងពីរនេះគឺជាកំហុសរបស់អ្នកទាំងអស់ខ្ញុំគ្រួសារឈីននៅតែចង់អៀនខ្មាស់គ្រួសារខ្ញុំក្រីក្រណាស់លុះត្រាតែអ្នកកាន់មហាកំផែងទើបកូនស្រីរបស់អ្នកមានអនាគតពូឈិនស៊ូវ៉ាន់មើងងាយខ្ញុំស៊ីវលីស្មោះត្រង់ចំពោះខ្ញុំសុខចិត្តរៀបការជាមួយនាង
ខ្ញុំនឹងយកសៀវភៅចុះបញ្ជីផ្ទះ ក្មេងស្រីស្លាប់នេះពេលណាផ្ទះរបស់យើងទេ វាជាលើកដំបូងមាននរណាម្នាក់ឲ្យខ្ញុំស្លៀកពាក់ អ្នកផ្ដល់ឲ្យខ្ញុំនៅមាស3ពិតណាស់ខ្ញុំត្រូវតែសងគុណ ខ្ញុំមិននឹកស្មានថាអ្នកស្គាល់កន្លែងនេះទេ លើកចុងក្រោយដែលខ្ញុំមកសាងងឹតដើម្បីរៀបចំតូបប៉ុន្តែខ្ញុំត្រូវបានគេសុំបង្ខំអ្នកឲ្យស្លាប់ ខ្ញុំជាក្មេងទំនើងផ្លូវក្រោមដីហេតុអ្វីបានជាអ្នករកខ្ញុំ អូម៉ាក់ខ្ញុំនៅទីនេះអ្នកគឺជាអ្នកដឹកនាំទីផ្សារងឹតនេះប្រសិនបើខ្ញុំមិនបានត្រឡប់ទៅគ្រួសារឈិនវិញទេខ្ញុំនឹងតាមអ្នកជាយូរមកហើយខ្ញុំចង់ទៅផ្សារងឹតដើម្បីទិញរបស់របរបន្ថែមជួយខ្ញុំម្ដងទៀតខ្ញុំនឹងបម្រើអ្នកនៅពេលយប់កាមេរ៉ាមាសទៅមកដល់ Gega ពិតជាមានប្រយោជន៍និងអស្ចារ្យណាស់តើកាមេរ៉ានេះពិតជាពាក់កណ្ដាលតម្លៃដើមមែនទេភាពស្មោះត្រង់របស់ហាងទំនិញមានទូទឹកកកទូរទស្សន៍និងវិទ្យុផងដែរខ្ញុំនឹងប្រាប់អ្នកនៅពេលក្រោយខ្ញុំចង់បានកាមេរ៉ានៅក្នុងដៃរបស់គាត់បានលួចផ្ទះរបស់យើង លក់អខ្វក់នៅលើស្មៅរបស់ខ្ញុំ ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលកើតឡើងប្រសិនបើអ្នកធ្វើឲ្យខ្ញុំអាក់អន់ចិត្ត អីយ៉ាខ្ញុំចង់ឲ្យគាត់ស្លាប់ចង់បានភាពបន្តសូមបងប្អូនជួយ follow និង share វីដេអូនេះម្នាក់មួយ